ខកូនត្រីញ៉ាំជាមួយនឹងជ្រក់ត្រកួនហើយលាយជាមួយសណ្តែកបណ្ដុះណាអូនិយាយទៅឆ្ងាញ់ណាបងប្អូនបើសិនជាតនេអាចសាកធ្វើតាមវិធីនាងខ្ញុំបានណាថ្ងៃហ្នឹងនាងខ្ញុំមកបង្ហាញពីរបៀបខកូនត្រីឲ្យផុយឆ្អឹងល្អណាទៅផ្សារឃើញគេលក់កូនត្រីល្អមែនទែនហើយគេធ្វើស្រេចទៀតកាត់ក្បាលស្រេចអញ្ចឹងហើយនាងខ្ញុំទិញបាន2គីឡូនិយាយរួមទៅយកមកលាងទឹកឲ្យស្អាតហើយបន្ទាប់មកបងប្អូនយកវាទៅប្រឡាក់ផ្អាប់វាប្រឡាក់ជាមួយនឹងអំបិល2ស្លាបព្រាទៅហើយនឹងជាមួយរឹតឌីប៊ីចេងយើងប្រឡាក់ទុកមុនប្រហែលជាកន្លះម៉ោងទៅ1ម៉ោងទៅដើម្បីឲ្យសាច់ត្រីយើងរឹងល្អពេលយកទៅខទៅវាអត់បែកសាច់ត្រីទេហើយគ្រឿងផ្សំបន្ទាប់ហ្នឹងគឺមានជាមួយនឹងអំពៅគឺបងប្អូនយកទៅពុះវាដើម្បីយកទ្រាប់នៅបាតឆ្នាំងណាចាហើយមានជាមួយនឹងម្នាស់មួយចំហៀងដែរម្នាស់ហើយនឹងប៉េងប៉ោះគឺយើងយកទៅកិនឲ្យម៉ត់ចឹងណាប៉េងប៉ោះគឺខ្ញុំមានចំនួន3ផ្លែបើបងប្អូនមានអាទុំយកអាទុំក៏រឹតតែល្អដែរព្រោះរសជាតិវារាងជូរជាងអាសបល់សាគីអញ្ចឹងណាចាឥឡូវហ្នឹងគឺយើងដល់វគ្គរៀបអំពៅហើយយើងរៀបត្រីហើយសម្រាប់អំពៅគឺខ្ញុំពុះវាជាប្រទះអញ្ចឹងទៅដើម្បីរៀបនៅបាតឆ្នាំងនៅពេលដែលខគឺយើងត្រូវការប្រើភ្លើងខ្លាំងទៅពេលអញ្ចឹងយើងខ្លាចខ្លោចជាមួយនឹងបាតណាព្រោះអីខត្រីហ្នឹងគឺយើងអត់អាចកូរត្រីហ្នឹងចុះឡើងបានទេសម្រាប់ខ្ញុំត្រីហ្នឹងគឺខ្ញុំយកមករៀបវាតណៈបែបជាស្រទាប់ពីព្រោះអីនៅពេលដែលយើងខទៅត្រីយើងគឺអត់បែកសាច់ទេគឺវានៅហាប់សកត់លើគ្នាវាហាប់សាច់ត្រីល្អសម្រាប់ខមួយមុខហ្នឹងបងប្អូនយកឆ្នាំងរៀងធំតិចមកដោយសារតែពេលយើងខត្រូវការដាក់ទឹកច្រើនហើយយើងត្រូវងាស់យូរទៅអញ្ចឹងវាអាចនឹងពុះហៀចានៅពេលរៀបត្រីហើយឥឡូវយើងដល់វគ្គដាក់ជាមួយគ្រឿងបន្លែបដាណានេះគឺជាម្នាស់មកចាហៀងគឺខ្ញុំកិនម៉ត់អញ្ចឹងយកមកដាក់ចាហើយបន្ទាប់មកមានខ្ទឹមបុកជាមួយនឹងម្រេចហើយនេះគឺប៉េងប៉ោះគឺបងប្អូនដាក់តាមចំណូលចិត្តមកអានេះគឺខ្ញុំដាក់ប្រហែល3ទៅ4ផ្លែចាហើយបន្ទាប់មកយើងទុកវាមួយឡែកទៅយើងងាកមកឆឹងស្ករម្ដងសម្រាប់ស្ករខ្ញុំយកស្ករត្នោតអានេះគឺស្ករត្នោតធម្មជាតិហ្មងណាក្លិនឡើងឈ្ងុយហ្មងខ្ញុំដាក់ចំនួន2ស្លាបព្រាបាយមើលទៅវារៀងច្រើនដែរមួយស្លាបព្រាឡើងហៀអញ្ចឹងណាហើយបងប្អូនពេលឆឹងនេះបងប្អូនមើលតិចនេះឆឹងស្ករបើសិនជាយើងអត់ចេះធ្វើទេគឺស្ករយើងអត់ក្រហមទេយកទៅខជាមួយត្រីគឺត្រីអត់ក្រហមទេអញ្ចឹងបងប្អូនក្លោយស្ករនឹងឲ្យវាឡើងក្រហមលើកទី1ឲ្យវារៀងឡើងក្រហមជាងក្រងហើយថែមទឹកបន្តិចហើយងាស់វាឲ្យរៀងខាប់តិចទៀតបងប្អូនថែមទឹកតិចទៀតរហូតដល់តែពណ៌ស្ករហ្នឹងណានេះបងប្អូនមើលវាឡើងពណ៌ស្ករបែបក្រហមដិតបែបកម្ៅបន្ទាប់មកចាំបងប្អូនធ្វើការចាក់ទឹកចូលចាក់ទឹកឲ្យបងប្អូនធ្វើការកូរវាឲ្យវារលាយជាល្បាយតែមួយសម្រាប់ទឹកប្រមាណបងប្អូនមើលទៅលៃតាមចំនួនសាច់ត្រីច្រើនគឺយើងដាក់ទឹកឲ្យរៀងច្រើនទៅហើយស្ករក៏យើងលៃច្រើនតាមនឹងដែរបន្ទាប់មកយើងយកទឹកស្ករហ្នឹងទៅចាក់ចូលនៅក្នុងសាច់ត្រីដែលយើងបានរៀបទុកហ្នឹងណាបងប្អូនចាហ្នឹងហើយបងប្អូនឃើញដូចក្នុងវីដេអូហ្នឹងអញ្ចឹងគឺយើងចាក់ទឹកនឹងក្តៅអញ្ចឹងគឺចាក់ចូលក្នុងឆ្នាំងត្រីដែលយើងបានរៀបត្រីចាក់ជាមួយនឹងម្នាស់ប៉េងប៉ោះហើយនឹងខ្ទឹមណាចាតែប៉ុណ្ណឹងគឺបងប្អូនធ្វើការរងាស់ត្រីខយើងនឹងឲ្យរហូតដល់វាពុះទៅទើបយើងថែមគ្រឿងហ្នឹងគឺមានដូចជាអំបិលទឹកត្រីប៊ីចេងសម្រាប់ខ្ញុំគឺដាក់ជាមួយនឹងអំបិល2ស្លាបព្រាតែវីដេអូនេះខ្ញុំថតអត់ជាប់ជាមួយនឹងដាក់ទឹកត្រីហើយនឹងប្រេងខ្យងផងដែរទឹកត្រីខ្ញុំដាក់ចំនួន1វែកសម្លប្រេងខ្យងខ្ញុំដាក់ចំនួន2ស្លាបព្រាបាយហើយប៊ីចេងគឺខ្ញុំដាក់ចិត្តកន្លះស្លាបព្រាបាយអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺត្រីខយើងវាខាស់ទឹកហើយដល់វគ្គដាក់ទឹកជាលើកទី2បន្ទាប់មកយើងធ្វើការរងាស់វារហូតដល់រីងទឹកនៅពេលដែលវារីងទឹកគឺយើងត្រូវថែមទឹកបន្តរហូតដល់សាច់ត្រីយើងផុយបងប្អូនភ្លក់រសជាតិផងថែមថយតាមការចូលចិត្តឥឡូវហ្នឹងគឺត្រីខខ្ញុំបានឆ្អិនហើយក៏វាផុយរសជាតិក៏ល្មមញ៉ាំមួយជ្រក់ត្រកួនណាអូយឆ្ងាញ់មែនតែនហ្មងណាបងប្អូននិយាយរួមត្រីខផុយឆ្អឹងហ្នឹងជាមួយនឹងបបរសក៏ត្រូវជាមួយបាយក៏ត្រូវដែរខត្រីឲ្យផុយឆ្អឹងហ្នឹងណានិយាយទៅគឺចំណាយពេលបន្តិចធ្វើតតែមួយថ្ងៃហ្មងណាខហ្នឹងណាបងប្អូនមិនមែនធ្វើមួយផ្លេតបានញ៉ាំទេណាអញ្ចឹងបើសិនជាបងប្អូនចង់ញ៉ាំកុំភ្លេចធ្វើតាមវីដេអូរបស់នាងខ្ញុំណាសម្រាប់ជ្រក់ត្រកួនហ្នឹងនាងខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូក្រោយអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងខត្រីឲ្យផុយឆ្អឹងហ្នឹងបងប្អូនអាច comment សួរនៅក្រៅវីដេអូហ្នឹងបានណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជាបងប្អូនចូលចិត្តកុំភ្លេច Subscribe Channel របស់នាងខ្ញុំផងណាអរគុណ